បាទជម្រាបសួរបាទហ្នឹងហើយAI ខ្ញុំមានចម្ងល់ខ្លះតាក់ទងជាមួយនឹងkeyboard Yamaha ដែលខ្ញុំបើកវីដេអូពីមុខនេះ AI ឃើញទេបាទខ្ញុំឃើញហើយវាជា Yamaha keyboard តើលោកមានចម្ងល់អ្វីពិសេសទេហ្មងបាទដោយសារYamaha នេះវាមានបញ្ហាខ្លះតាក់ទងជាមួយនឹងអេក្រង់ហើយខ្ញុំបាទនឹងក៏អត់ច្បាស់ទេ AI ប៉ុន្តែចង់សួរពីព័ត៌មានខាងក្រៅសិនខ្ញុំបាទអត់ទាន់ដោះអត់ទាន់ឆែកមើលទៅខាងក្នុងទេប៉ុន្តែចង់ដឹងពីព័ត៌មានខាងក្រៅថាវាមានបញ្ហាខ្លះខ្ញុំបើកស្ដាប់មើល AI ចាំមើលបាទអេក្រង់របស់ keyboard លោកមើលទៅដូចជាមានបញ្ហាឆ្កួតនឹងប្រេះផងដែរតើពេលលោកបើកភ្លើងឡើងអេក្រង់នៅតែធម្មតាឬមានបញ្ហាអ្វីផ្សេងបាទហ្នឹងហើយដោយសារខ្ញុំអត់ទាន់ដោះអញ្ចឹងគាត់ប្រហែលជាវាមានបញ្ហាខាងក្នុងតាក់ទងជាមួយនឹងខ្សែតាក់ទងនឹងបច្ចេកទេសយ៉ាងណាក៏ខ្ញុំអត់ទាន់ដឹងដែរប៉ុន្តែក៏ខ្ញុំក៏ចង់ដឹងពីព័ត៌មានខាងក្រៅអញ្ចឹងហើយ AI អាច scan អាចមើលទៅជួយខ្ញុំបានខ្លះអញ្ចឹងតើវាអាចមានបញ្ហាអីខ្លះដែរអញ្ចឹងខាងក្រៅមើលទៅអាចជួយខ្ញុំបានប៉ុណ្ណាដែរខ្ញុំបានសង្កេតមើលអេក្រង់របស់លោកមើលទៅអាចមានបញ្ហាដោយសារតែផ្លាស្ទិកការពារពីលើនឹងវារហែកឬមួយក៏ឆ្កូតខ្លាំងម្យ៉ាងទៀតបញ្ហាអាចកើតចេញពីខ្សែឬក៏ប្រព័ន្ធខាងក្នុងដោយតែលោកបានលើកឡើងតើលោកបានសាកល្បងបើកភ្លើងពិនិត្យមើលបន្តិចហើយឬនៅបាទហ្នឹងហើយខ្ញុំអត់បានដោះអត់បានឆែកមើលខាងក្នុងទេដោយសារយើងអត់ជំនាញអីដែរអញ្ចឹងគាត់ថាបើកភ្លើងខាងក្រៅឲ្យ AI ជួយមើលជួយផ្ដល់ជួយជាជំនួយខ្លះអញ្ចឹងតើខាងក្នុងបើសិនជាមានបញ្ហាឬក៏បច្ចេកទេសអីផ្សេងតើវាតាក់ទងនឹងអ្វីខ្លះទៅដែលតាក់ទងជាមួយនឹងអេក្រង់ AIជាទូទៅបញ្ហាអេក្រង់នៅលើ keyboard Yamaha អាចទាក់ទងនឹងបញ្ហាខ្សែភ្ជាប់ទៅអេក្រង់ដែលអាចប្រឡងឬដាច់បញ្ហាកញ្ចក់អេក្រង់ខ្លួនឯងឬក៏បញ្ហាលើបណ្ដាសៀគុយរបស់ម៉ាស៊ីនខ្ញុំឃើញត្រង់ទីតាំង Yamaha នេះអាចជាតំបន់ផ្ដោតទៅលើបញ្ហាទាំងនោះតើលោកចង់ពិនិត្យមើលទីតាំងណាមួយបន្ថែមទៀតទេបាទអរគុណច្រើនអញ្ចឹងអត់តាន់មានចម្ងល់ទៀតទេតើដោះសាកមើលហើយការដោះហ្នឹងក៏យើងអត់មានជំនាញទេប៉ុន្តែយើងដោះហើយយើងឆែកមើលទៅតាម AI ប្រាប់ការណែនាំចាំមើលពេលដោះហើយឬក៏ពេលដោះចង់តាក់ទងទៅជាមួយ AI ឲ្យជួយផ្ដល់ជាយោបល់ជាជំនួយខ្លះទៀតណាអរគុណ AI